ធ្វើសេចក្តីសន្និដ្ឋានលើសេចក្តីចម្រើនរបស់សេដ្ឋកិច្ចថៃត្រឹម1កណ្ដកសញ្ញា6%ភាពស្មុគស្មាញរបស់ថៃយើងមិនត្រូវសើចយំនឹងថៃទេតែត្រូវធ្វើការកត់សម្គាល់អំពីចំណុចខ្សោយរបស់ថៃហើយទាមទារយកចំណុចខ្សោយរបស់ថៃធ្វើជាឧបករណ៍ពង្រឹងនៅអ្វីជាសេដ្ឋកិច្ចរបស់ខ្មែរយើងការសើចយំឬបន់សំពះទេវតាឲ្យមានគេហិនហោចរលំរលាយមិនមែនជាអំពើរបស់មនុស្សដែលឈរលើទស្សនៈសុចរិតខ្លាំងក្លាចេះដឹងទេដូច្នេះអ្វីដែលខ្ញុំលើកអំពីសេដ្ឋកិច្ចថៃសៀមគឺចង់ជម្រាបបងប្អូនអំពីអ្វីដែលថៃកំពុងតែជួបប្រទះដែលការជួបប្រទះនៃសេដ្ឋកិច្ចថៃចំណុចដែលថៃជួបប្រទះទាំងអំបានគឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យខ្មែរយើងយកចំណុចខ្សោយនេះធ្វើជាលំហូរនៃការប្រឹងប្រែងកសាងសេចក្តីចម្រើនរបស់កម្ពុជាហើយខ្មែរក៏ត្រូវដឹងអំពីជំហានដែលឆ្លោះឆ្លោយឬជំហានដែលបងខាតជាស្មារតីនៃការចេះដឹងលើវិស័យសេដ្ឋកិច្ចនិងការព្យាយាមយល់ដឹងថែមហើយកសាងដូច្នេះអ្វីដែលខ្ញុំលើកឡើងនេះបាទអ្វីដែលខ្ញុំលើកឡើងនេះគឺណាគឺជាអ្វីដែលគឺជាអ្វីដែលយើងត្រូវសិក្សាយើងសិក្សាអំពីបាទយើងសិក្សាអំពីបញ្ហារបស់អ្នកដទៃបាទយើងសិក្សាអំពីបញ្ហារបស់អ្នកដទៃបាទយើងសិក្សាអំពីបញ្ហារបស់ប្រទេសដទៃដែលជាប់នឹងយើងដែលមានភិនភាគស្តៀងយើងឃើញចំណុចបញ្ហារបស់គេយើងដឹងថាបញ្ហាហ្នឹងតើយើងនៅក្នុងសង្គមជាតិយើងមានបញ្ហាហ្នឹងអត់ហើយនៅពេលដែលយើងអត់ទាន់ឃើញបញ្ហាហ្នឹងយើងក៏បានទទួលព័ត៌មានស្ដីអំពីដើមកំណើតមូលហេតុនៃបញ្ហាហ្នឹងដែលអាចធ្វើឲ្យយើងនឹងទប់ស្កាត់ឬត្រៀមលក្ខណៈមុនសម្រាប់ហានិភ័យដែលនឹងមកដល់មនុស្សចេះដឹងមនុស្សឆ្លាតមនុស្សពូកែមនុស្សដែលជំហរសុចរិតលើប្រាជ្ញាគេប្រកួតប្រជែងយកឈ្នះចាញ់តែគេមិនដាក់ទំនាយរាយចម្រងឬក៏សើចយំនៅអ្វីដែលជាបរាជ័យឬសេចក្តីទុក្ខវេទនាឬវិនាសកម្មរបស់អ្នកដទៃទេដូច្នេះហើយបានជាពួកយុរ៉ុបតែងតែសិក្សាអំពីពិភពលោកសេដ្ឋកិច្ចថៃបើយើងនិយាយជា snapshot តែប្រែជាភាសាខ្មែរការកលេចមើលសេដ្ឋកិច្ចថៃមួយផ្លែតកំណើនសេដ្ឋកិច្ចថៃគឺត្រូវសន្និដ្ឋានថាមានកំណើន1កណ្ដកសញ្ញា5ទៅ1កណ្ដកសញ្ញា8%ដែលជាកំណើនសេដ្ឋកិច្ចទេពដាំក្បាលចុះក្រោមនៅក្នុងពេលជាមួយគ្នាអតិផរណានៅប្រទេសថៃមានអត្រាប្រមាណជាមួយកណ្ដកសញ្ញា3%អ
ហើយជួបប្រទេសនឹងវិបត្តិធម្មពលចាប់ពីថ្ងៃទី28ខែកុម្ភៈកន្លងមកថៃជួបប្រទេសនឹងវិបត្តិធម្មពលដោយប្រទេសនៅក្នុងអាស៊ីរួមទាំងខ្មែរផងដែរតែថៃមានពូកសម្រាប់កលការខ្វះខាតរបស់ខ្លួនដោយប្រទេសថៃមាន refinery មានរោងចក្រចម្រាញ់ប្រេងហើយថៃមានអណ្ដូងប្រេងមួយចំនួនដែលរកស៊ីជាមួយនឹងបរទេសដូច្នេះថៃអាចតម្កល់នៅប្រេងចម្រាញ់រួចហើយសម្រាប់ផ្គត់ផ្គង់ចែកចាយទៅដល់ការប្រើប្រាស់របស់មហាជនថៃក៏ប៉ុន្តែថៃត្រូវបំពេញកាតព្វកិច្ចកុងត្រាដូច្នេះជាការចាំបាច់រដ្ឋាភិបាលថៃត្រូវបញ្ចេញថវិកាដើម្បីមកប៉ះប៉ូវលើការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនៅថៃឡង់ដូច្នេះការឡើងថ្លៃនៃប្រេងឥន្ធនៈរយៈពីខែ3មករហូតមកដល់ខែនេះបណ្ដាលឲ្យសេដ្ឋកិច្ចថៃរងរបួសដូចប្រទេសនានាដែរប្រជាជនថៃបច្ចុប្បន្នមានចំនួនប្រមាណជាជាង70លាននាក់ដែលនៅក្នុងនេះបំណុលជំពាក់របស់ប្រជាជនថៃគេហៅថាបំណុលដែលគេគិតនៅក្នុងឯកតាគ្រួសារមានចំនួនប្រមាណជា87ទៅ93%ប្រៀបទៅនឹង gross domestic product GDP ដែលចាត់ទុកថាបំណុលរបស់ប្រជាជនថៃកើនឡើងខ្លាំងមែនទែនធ្វើឲ្យមានការលំបាកក្នុងការបង់សងធនាគារក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចថៃពឹងលើទេសចរទី1ពឹងទៅលើការនាំចេញទី2ពឹងទៅលើការប្រើប្រាស់ហូបចុកក្នុងស្រុកអញ្ចឹង tourism exports and domestic consumption are main growth drivers ជាម៉ាស៊ីននៃសេចក្តីចម្រើននៅពេលបច្ចុប្បន្ននេះថៃបានធ្វើការគិតគូរអំពីការប្រឹងប្រែងលើកតម្កើងខាងទេសចរតែជួបប្រទេសនឹងបរាជ័យធំដែលប្រទេសមួយចំនួនបានចាត់ទុកថៃជាគោលដៅដែលមិនគួរទៅលេងឃើញទេថៃមានទេសចរជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចប៉ុន្តែជួបប្រទេសនឹងបញ្ហានៅក្នុងឆ្នាំ26នេះហើយនៅពេលថ្មីនេះសហព័ន្ធរុស្ស៊ីបានណែនាំឲ្យទេសចររុស្ស៊ីប្រុងប្រយ័ត្នក្នុងការចូលមកលេងនៅប្រទេសថៃដោយបំផិតបំភ័យថាអាចអាមេរិកចាប់ចងជាដើមលក្ខណៈរដ្ឋាភិបាលថៃប្រឹងប្រែងធានាអះអាងថាប្រទេសខ្លួនទទួលទេសចររុស្ស៊ីដោយសុវត្ថិភាពតែក៏មានការធ្លាក់ចុះយ៉ាងខ្លាំងការប្រែប្រួលនៃនយោបាយលើកលែងឈ្នួលទិដ្ឋាការក៏ធ្វើឲ្យសេដ្ឋកិច្ចថៃប៉ះពាល់យ៉ាងខ្លាំងដែលបណ្ដាលមកពីទេសចរធ្លាក់ចុះសូមបញ្ជាក់ម្ដងទៀតថាយើងអត់សើចយំគេទេតែយើងត្រូវយល់អំពីdrive engine ក្បាលម៉ាស៊ីនដែលនាំសេចក្តីចម្រើនយើងដឹងថាអញ្ចឹងយើងឆ្លោះបញ្ចាំងមកខ្មែរយើងតើខ្មែរយើងមានក្បាលម៉ាស៊ីនអីអានឹងអញ្ចឹងបន្ទាប់មកទៀតគឺ exports ថៃកំពុងតែរងរបួសខាងការនាំចេញ
គ្រឿងមួយចំនួនត្រូវបានប្រទេសជប៉ុនហាមឃាត់អត់នាំចូលផ្លែឈើមួយចំនួនត្រូវបានចិនហាមឃាត់អត់នាំចូលគ្រឿងសមុទ្រមួយចំនួនត្រូវបានរួមទាំងម៉ាឡេស៊ីមិននាំចូលការដែលមិននាំចូលនៅសាច់មាន់សាច់ទាសាច់កងានទៅប្រទេសដទៃដែលគេមិននាំចូលគេមិនឲ្យនាំចូលការកាត់បន្ថយនឹងការហាម5ការនាំចូលផ្លែឈើទៅកាន់ប្រទេសចិនការកាត់បន្ថយមិនឲ្យនាំចូលនៅគ្រឿងសមុទ្រទៅម៉ាឡេស៊ីគ្រាន់តែនិយាយជាគោលបណ្ដាលឲ្យផែននាំចេញ export ផាយរបស់ប្រទេសថៃធ្លាក់ក្នុងភាពពិបាកហើយអាសន្នការបាត់បង់លទ្ធភាពនាំចេញនៅទុរេននិងផ្លែឈើសំខាន់ទៅចិនលទ្ធភាពបញ្ចេញសាច់មាន់ធ្វើឲ្យស្រេចទៅប្រទេសជប៉ុនអីជាដើមនិងនាំបង្គាទៅកាន់ប្រទេសម៉ាឡេស៊ីព្រមទាំងជួបប្រទះនឹងការដណ្ដើមទីផ្សារពីវៀតណាមលើវិស័យអង្គរដែលវៀតណាមឥឡូវនេះបានអាចចាត់ទុកថាវៀតណាមនាំអង្គរចេញជលក្បាលគ្នាជាមួយនឹងថៃដែលវៀតណាមដណ្ដើមបានទីលើថៃទោះបីនៅផិតផាយមែនប៉ុន្តែកម្លាំងបង្ខំនៃការនាំអង្គរពីអាស៊ីប៉ែកគ្នារបស់វៀតណាមខ្លាំងមែនទែនជាការពិតណាស់នៅលើទីផ្សារអឺរ៉ុបណានៅលើទីផ្សារអឺរ៉ុបនិងទីផ្សារអាមេរិកអង្គរថៃនៅមានមុខខ្ពង់ខ្ពស់ណាអង្គរថៃនៅមានមុខខ្ពង់ខ្ពស់ក៏ប៉ុន្តែផែននៃទីផ្សារនាំចេញរបស់ថៃរិចរិលដែលធ្វើឲ្យកសិករថៃរងគ្រោះខ្លាំងក្លាណាស់នឹងគឺជាចំណែកមួយដែលប៉ះពាល់ដល់សេដ្ឋកិច្ចតាក់ទងនឹងការនាំចេញបន្តមកទៀតថៃបាត់បង់ការនាំចេញមួយដែលកើតឡើងជាយថាហេតុបណ្ដាលមកពីការប្រែប្រួលនៃសេដ្ឋកិច្ចផលិតកម្មនៅក្នុងសម័យភឿថៃកាន់អំណាចនាយករដ្ឋមន្ត្រីសរិទ្ធាថវិសិនបានបើកចំហឲ្យរថយន្តអគ្គិសនីចិនលុកចូលប្រទេសថៃហើយថែមទាំងឲ្យនៅ credit ដល់ការចែកចាយនៅរថយន្តអគ្គិសនីរបស់ចិននៅប្រទេសថៃបណ្ដាលឲ្យរថយន្តអគ្គិសនីប្រងព្រាតនៅលើដងវិថីនិងផ្លូវនានានៅក្នុងប្រទេសថៃហើយស្រាប់តែកើតហេតុមួយឡើងគឺនៅពេលដែលរថយន្តអគ្គិសនីចាប់ផ្ដើមចូលជន់លើដងផ្លូវទាំងឡាយរបស់ថៃរថយន្តចាក់សាំងចាក់ម៉ាស៊ូតក៏ធ្លាក់ចុះហើយនៅពេលដែលការលក់ចេញនៃរថយន្តចាក់សាំងចាក់ម៉ាស៊ូតធ្លាក់ចុះរថយន្តចាស់មួយចំនួននៅស្រុកថៃក៏ងាកទៅប្រើរថយន្តថ្មីអគ្គិសនីក៏បណ្ដាលឲ្យគ្រឿងបន្លាស់រថយន្តនៅក្នុងប្រទេសថៃមានតម្រូវការទាបដល់ពេលមានតម្រូវការទាបទៅថៃមានរោងចក្រផលិតគ្រឿងបន្លាស់រថយន្តជាង600គ្រឿងរោងចក្រតែធំហើយរោងចក្រដែលផលិតបន្លាស់រថយន្តនឹងត្រូវផ្គត់ផ្គង់ទីផ្សារក្នុងស្រុកហើយនឹងផ្គត់ផ្គង់ទីផ្សារអាស៊ីនៅពេលដែលប្រទេសមួយចំនួនកំពុងតែទទួលការហូរចូលហើយថោកនៃរថយន្តអគ្គិសនីតម្រូវការបន្លាស់រថយន្តសម្រាប់ចាក់សាំងចាក់ម៉ាស៊ូតធ្លាក់ចុះបណ្ដាលឲ្យរោងចក្ររាប់រយរោងចក្រត្រូវបិទទ្វារបាត់បង់មុខរបរ
chia chấm này mùi chào vô khơi tha chào ruột nâng chê mà rai khné rư chào anh châu mà mơ tá hay chào anh ruột nâng chê mà rai khné chê mà rai khné ọt sầm khăn mà nè bàn tay chào anh châu mà mơ ta hay chê bà chào mà rai khné nâng chào anh ruột ở xa ca chê mà rai khné rư vì chui ở chào anh banបើសិនជាចាឯងជួបគ្នាហើយចាឯងកាប់សម្លាប់គ្នាខ្ញុំអត់ថាទៅវិញតែប្រើ social media ទៅជេរមរាយគ្នាជេរបចោគ្នាតើបានការអីបានចេះដឹងអីវាមិនបានយក show តាហ្នឹងទៅជេរមរាយគ្នាវាកើតស្អីណាឈប់ទៅចៅឈប់ទៅណាតែអារឿងទៅនោះឲ្យគេទៅយើងគិតទៅរឿងយើងទៅជួនកាលទៅគេឌឺតាក៏ចេះខឹងដែរប៉ុន្តែយើងយកចិត្តទុកដាក់ពីការចេះដឹងវិញកុំណាអញ្ចឹងត្រឡប់មកវិញបន្លាស់រថយន្តផលិតកម្មនៅប្រទេសថៃធ្លាក់ចុះធ្វើឲ្យបាត់បង់ច្រើនហើយរថយន្តរោងចក្រដំឡើងរថយន្តបរទេសក៏ដកខ្លួនចេញពីប្រទេសថៃដោយសារការសម្រុកចូលខ្លាំងនៃរថយន្តអគ្គិសនីចិននៅពេលជាមួយគ្នាហ្នឹងបំណែកមួយនៃសេចក្តីចម្រើនសេដ្ឋកិច្ចត្រូវប៉ះពាល់យ៉ាងខ្លាំងបន្តមកទៀតការផ្ដល់នៅផលិតកម្មគ្រឿងអេឡិចត្រូនិកគ្រឿង electrical គ្រឿងដតីនៅក្នុងផលិតកម្មនៃឧស្សាហកម្ម electrical របស់ថៃជួបប្រទះនឹងការដណ្ដើមទីផ្សារពីវៀតណាមនិងម៉ាឡេស៊ីធ្វើឲ្យទំហំនៃការនាំចេញរបស់ថៃជួបប្រទះនឹងការប្រណាំងប្រជែងធ្លាក់សេដ្ឋកិច្ចទៀតបន្ទាប់ពីធ្លាក់សេដ្ឋកិច្ចនឹងមកសិប្បកម្មថៃដែលជាផ្នែកតូចនៃសេដ្ឋកិច្ចទទួលរងរបួសភ្លាមសិប្បកម្មផលិតចានក្នុងស្រុកខ្ញុំលើកឧទាហរណ៍ឲ្យមួយណាសិប្បកម្មផលិតចាននៅក្នុងស្រុកដែលគ្រួសារផលិតចានហ្នឹងមានអ្នកខ្លះមាន4តំណណា4ចំនួនណាដោយសារស្រុកសៀមអត់មានសង្គ្រាមគេផលិតចានផលិតវែកផលិតចង្កឹះផលិតផ្លាព្រែអីសម្រាប់ថៃប្រើហ្នឹងឥឡូវហ្នឹងសិប្បកម្មអស់ហ្នឹងត្រូវរលាយទាំងអស់ដោយសារចានចិនចង្កឹះចិនផ្លាព្រែចិនសម្រុកចូលមកដែលលក់ថោកជាងផលិតផលក្នុងស្រុកហ្នឹង30 ទៅ 40% បើចានចង្កឹះតូចមួយតម្លៃ10 បាតចិនបុកចូលមកលក់តែ6 បាតទេហើយរូបរាងស្តៀងគ្នាតាំងពីពណ៌ផាត់អីស្តៀងគ្នាអញ្ចឹងគ្រឿងប្រើប្រាស់របស់ចិនបុកចូលមកបំផ្លាញគ្រប់សិប្បកម្មរបស់ថៃតាំងពីរបស់ក្មេងលេងសម្លៀកបំពាក់ខ្សែក្រវ៉ាត់ស្បែកជើងកាបូបផ្លាត់ព្រែចានកៅអីតុបទូគឺវាយដួលអស់លីងចង្អុលបង្ហាញថានយោបាយរបស់ភឿថៃក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីសិទ្ធិថាវិសិនវាអត់នាំឲ្យមានកម្លាំងនៃសេដ្ឋកិច្ចទេវាបែរទៅជាចេញផលអវិជ្ជមានបំផ្លាញសេដ្ឋកិច្ចថៃណាបន្ទាប់មកទៀតចូលដល់គេហៅថា domestic consumption ការហូបចុកការប្រើប្រាស់នៅក្នុងស្រុកការហូបចុកប្រើប្រាស់នៅក្នុងស្រុកថៃជាជនជាតិមួយដែលចូលចិត្តបរិភោគអាហារខ្លួនមានន័យថាថៃដូចខ្មែរចូលចិត្តអាហាររបស់រសជាតិខ្លួនឥឡូវនេះផលិតផលនៅក្នុងស្រុកថៃវា become toxic គ្រឿងឧបភោគបរិភោគដែលអក្សរថៃដបរៀងដូចថៃប្រអប់រៀងដូចថៃ
រសជាតិស្តៀងថៃឬក៏ដូចថៃតែវាជា counterfeit ដែលឧស្សាហកម្មផលិតគ្រឿងឧបភោគคล้ายคล้ายបន្លំនេះវាបុកពីចិនមកពេញផ្សារថៃដល់វាបុកពីចិនមកពេញផ្សារថៃគ្រឿងឧបភោគបរិភោគណាគ្រឿងឧបភោគបរិភោគនៅស្រុកថៃឥឡូវហ្នឹងវាឡើង 70% ពោពេញទៅដោយ counterfeit ពោពេញទៅដោយរបស់คล้ายនៅពេលវាពោពេញទៅរបស់คล้ายវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពរបស់ថៃទេវាធ្វើឲ្យសិប្បកម្មអាហារគ្រឿងបរិភោគរបស់ថៃមែនតើបាសជើងមកដួលអស់បងប្អូនអើយដួលខ្ទេចដួលខ្ទេនេះគឺជាគ្រោះថ្នាក់ដែលកំពុងកើតឡើងនៅថៃអញ្ចឹងយើងយកចំណុចអស់ហ្នឹងយកមកគិតអំពីហានិភ័យចំពោះខ្មែរវិញយើងគិតឃើញបងប្អូនណាយើងគិតឃើញណាព្រូសារាយទ្វាមិនបាត់ទេកូនមានន័យថាឡាយមិនបាត់ទេចៅណាដូចព្រះសម្មាសម្ពុទ្ធនិយាយជាមួយអង្គុលីមេអញ្ចឹងតថាគតអត់ឈប់ទេតថាគតអត់ទៅណាតែអត់ឈប់ទេអត់ឈប់ទេសូមអង្គុលីមេកុំហៅតថាគតឲ្យឈប់ពេលហ្នឹងអង្គុលីមេរត់ឡើងលៀនដាតព្រះពុទ្ធអង្គព្រះអង្គអត់យាងទៅណាទេក៏ប៉ុន្តែកម្លាំងកម្មបាបកម្មរបស់អង្គុលីមេប្រឹងរត់តាមព្រះអង្គរត់អត់ទាន់ហើយហៅថាណែសាមណៈឈប់ភ្លាមព្រះអង្គលោកឆ្លើយតបទៅអង្គុលីមេវិញថាតថាគតអត់ទៅណាផងតថាគតអត់ទៅណាទេតថាគតអត់ទៅណាទេតែអង្គុលីមេមិនឈប់ដូចគ្នានឹងចៅព្រូសារាយណាឲ្យតាបាត់ឡាយតាធ្វើតាចំហណាតាបើចៅមិនចង់ចូលតើចៅអញ្ជើញចាញ់ទៅណាភាពយន្តលេង24ម៉ោងអ្នកចូលចិត្តមើលនៅមើលអ្នកមិនចូលចិត្តមើលអត់មើលតាអត់បានវាយដំច្រំធាក់ឬបង្ខំចៅទេហើយក៏អត់គិតឈ្នួលចៅដែរដូច្នេះហើយចៅត្រូវគិតខ្លួនឯងណាចៅណាគិតខ្លួនឯងចៅឯងមកប្រាប់ឲ្យតាឈប់មិនបើតាអត់មានគិតលុយចៅផងតាទទួលចំណូលពី social media platform មិនបានសុំលុយចៅទេណាតាចៅណាអានឹងអញ្ចឹងត្រឡប់មកសេដ្ឋកិច្ចវិញថៃជួបប្រទះនឹងរឿងហ្នឹងនៅក្នុង domestic consumption អញ្ចឹងនៅក្នុង tourism មានបញ្ហានៅក្នុង export មានបញ្ហានៅក្នុង domestic consumption មានបញ្ហាបំណុលកើនឡើងហើយឥឡូវនេះហានិភ័យក្រៅពីហ្នឹងដែលសេដ្ឋកិច្ចកំពុងដាំក្បាលចុះគឺការប្រែប្រួលនៃលំហូរវិនិយោគចូលស្រុកថៃណា the inflow of direct foreign investment ការហូរចូលនៃវិនិយោគធនការហូរចូលនៃវិនិយោគធនក្រៅពីចិនបានបោះលុយវិនិយោគនៅក្នុងប្រទេសថៃបរទេសមានជប៉ុនជាមេធំនៃវិនិយោគត្រូវធ្លាក់ចុះបណ្ដាលឲ្យទឹកប្រាក់ដែលជាធនវិនិយោគហូរចូលប្រទេសថៃធ្លាក់ចុះខ្សោយweak investment នឹងមួយគ្រោះមហន្តរាយមួយទៀតគ្រោះមហន្តរាយមួយទៀតប្រជាជនថៃនៅក្នុង70លានអ្នកជាងចំនួនថៃអាយុលើ55កើនច្រើនមែនតើកើនច្រើនមែនតើវាមិនសមមាត្រនឹងថៃអាយុក្រោម55លើ18ទេនៅពេលដែលប្រជាជនថៃចាប់ផ្ដើមចាស់ច្រើន
ហើយកម្លាំងថៃអាយុ18មក54ឆ្នាំវាអត់សមមាត្រវាធ្វើឲ្យថៃបាត់បង់នៅកម្លាំងពលករចិញ្ចឹមគ្រួសារឧទាហរណ៍ថាមនុស្ស5នាក់នៅក្នុងគ្រួសារមួយបើវាមានចាស់3ណាវាមានចាស់3អ្នកធ្វើការ2វាលំបាកអញ្ចឹងអា aging population คล้ายទៅជាបញ្ហាដែលកំពុងតែធ្វើឲ្យសេដ្ឋកិច្ចថៃរលំរលាយយើងឆ្លុះបញ្ចាំងនៅប្រទេសកម្ពុជាយើងដឹងថាប្រទេសកម្ពុជាអត់មានបញ្ហាមនុស្សចាស់ទេអត់មានទេបញ្ហានៅប្រទេសកម្ពុជាយើងខ្មែរយើងមានកម្លាំងអាយុ18ទៅ55ច្រើនបើនិយាយពីផ្ទាំងប្រជាសាស្ត្រចំនួនមនុស្សនៅក្នុងរវាងអាយុ18ទៅ55នៅប្រទេសកម្ពុជាច្រើនបានសេចក្តីថាយើងអាចនឹងកសាងសេដ្ឋកិច្ចបានតែយើងមានវិបត្តិខ្វះការងារធ្វើអានោះអញ្ចឹងបន្ទាប់ពីហ្នឹងគឺការកើនឡើងជាលំដាប់នៃបំណុលរបស់គ្រួសារនិងបំណុលរបស់រាជការហើយមួយទៀតដែលកំពុងតែវាយបំផ្លាញសេដ្ឋកិច្ចថៃគឺវិបត្តិពិភពលោកដូចជាវិបត្តិធម្មពលអីជាដើមដូច្នេះកាលណាយើងមើលឃើញអំពីសុខភាពសេដ្ឋកិច្ចរបស់ថៃកុំសើចកុំយំមនុស្សចេះដឹងមនុស្សសុចរិតមនុស្សប្រកែគឺយកបញ្ហាគេមកពិនិត្យមើលជាបញ្ហាយើងតើកម្ពុជាយើងមានតើខ្មែរយើងមានបញ្ហាអស់ហ្នឹងទេបើខ្មែរយើងមានបញ្ហាអស់ហ្នឹងអានោះគឺយើងត្រូវតែប្រញាល់ក្នុងការដោះស្រាយណាក្នុងការដោះស្រាយបញ្ហានេះអញ្ចឹងសេដ្ឋកិច្ចថៃមានវិបត្តិណាសេដ្ឋកិច្ចថៃមានវិបត្តិណាបងប្អូនណាសេដ្ឋកិច្ចថៃមានវិបត្តិនៅពេលសេដ្ឋកិច្ចថៃមានវិបត្តិណាយើងត្រូវណាយើងត្រូវរៀនសូត្រពីវិបត្តិហ្នឹងណាយើងត្រូវរៀនសូត្រពីវិបត្តិហ្នឹងយកចំណុចដែលជាវិបត្តិរបស់សេដ្ឋកិច្ចថៃប្រៀបធៀបនឹងខ្លួនយើងណាប្រៀបធៀបនឹងខ្លួនយើងដើម្បីយើងរៀនណាហើយការដែលយើងប្រឹងរៀនពីវិបត្តិរបស់អ្នកដទៃយើងคล้ายទៅជាមនុស្សពូកែយើងคล้ายទៅជាមនុស្សដែលមានសក្តានុពលនៅពេលដែលយើងមិនរៀនហើយយើងសើចយំដាក់ទំនាយគេយើងនឹងជួបនៅសេចក្តីអន្តរាយអាហ្នឹងអញ្ចឹងណាបាទសំណេះសំណាលលោកតាអនាគតមន្ត្រីកម្ពុជាអាចថយពុករលួយចោះទេលោកតាតាមស្ដាប់ព័ត៌មានខ្សឹបខ្សៀវដែលបានទទួលពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជាវិបត្តិនៃអំពើពុករលួយត្រូវបានមេដឹកនាំជាន់ខ្ពស់នៃកម្ពុជាកំពុងតែគិតពិចារណាដើម្បីរាវរកមធ្យោបាយដោះស្រាយវិបត្តិនៃអំពើពុករលួយនេះកំពុងតែរកវិធីដោះស្រាយការដោះស្រាយវិបត្តិនៃអំពើពុករលួយមិនបានសេចក្តីថាយើងមើលឃើញលឿនទេតែអ្វីដែលយើងត្រេកអរគឺរាជការមិនចង់បណ្ដែតបណ្ដោយអំពើពុករលួយនេះទេនៅពេលថ្មី
ខ្ញុំបានរិះគន់យ៉ាងខ្លាំងអំពី scam ដែលคล้ายទៅជាចំណៃរបស់បរទេសហៅកម្ពុជាថា scam Cambodia ខ្ញុំនិយាយអំពីកិច្ចការរបស់ធនាគារជាតិនៃកម្ពុជាឥឡូវធនាគារជាតិនៃកម្ពុជាកំពុងតែចេញវិធានការអនុវត្តលើការជំរះ account ខ្មោច account scam និង account ទុច្ចរិតទាំងឡាយតាមបណ្ដាធនាគារលក់រាយfinancial auditing investigation tightening banking regulations in Cambodia are implemented by Central Bank which is National Bank of Cambodia អញ្ចឹងអ្វីដែលខ្ញុំរិះគន់ថាវាត្រូវចាប់ផ្ដើមពីការអនុវត្តនយោបាយរបស់ធនាគារជាតិនៃកម្ពុជាធនាគារជាតិនៃកម្ពុជាធ្វើហើយកំពុងនឹងធ្វើនៅថ្ងៃនេះខ្ញុំឃើញមានព័ត៌មានពីជាសេរីទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាបានថ្លែងការក្នុងសន្និសីទព័ត៌មានបញ្ជាក់អំពីការសម្រិតសម្រាំងស៊ើបអង្កេតកម្ចាត់ចោលនៅ account ខ្មោច account អក្រិតជន account ចោរកម្ម account ដែលមានបុគ្គលិកលក្ខណៈហិរញ្ញវត្ថុពណ៌ប្រផេះពណ៌ខ្មៅដូច្នេះការរិះគន់របស់ខ្ញុំបញ្ឈប់ការរិះគន់ជាបន្ទាន់ដោយទុកឱកាសឲ្យធនាគារជាតិនៃកម្ពុជាអនុវត្តអ្វីដែលខ្ញុំបានរិះគន់ថាគាត់ត្រូវតែធ្វើតែណាគាត់ធ្វើគឺយើងអត់រិះគន់គាត់ទេមនុស្សចេមសុខអត់ដុតឲ្យខ្លោចរួចឲ្យឆៅទេអាហ្នឹងមួយទៀតខ្ញុំបានធ្វើការរិះគន់ថាការបង្ក្រាប scammer វាមានឫសគល់វាតាក់ទងនឹងក្រសួងប្រៃសណីនិងទូរគមនាគមន៍វាតាក់ទងនឹង Ministry of Postal Services and Communication ឥឡូវនេះខ្ញុំឃើញព័ត៌មានមកចេញមកច្បាស់ហើយបាទខ្ញុំឃើញព័ត៌មានចេញមកច្បាស់ហើយបាទខ្ញុំឃើញព័ត៌មានចេញមកច្បាស់ហើយគឺក្រសួងប្រៃសណីនិងទូរគមនាគមន៍កម្ពុជាចេញវិធានការដែលអាចចាត់ទុកថាជាវិធានការច្បាស់លាស់ក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ SIM card និងចូលរួមក្នុងការលុបបំបាត់ចោលទាំងស្រុងនៃការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជាដែលនៅក្នុងនេះនឹងរដ្ឋមន្ត្រីជាវ៉ាន់ដេតបានធ្វើសន្និសីទសារព័ត៌មានជាមួយនឹងលោកស្រីជាសេរីដែលជាទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាលោកស្រីជាសេរីបានបញ្ចេញគោលនយោបាយការអនុវត្តផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវនៅគណនីធនាគារដែលបានបើកនៅតាមធនាគារលក់រាយទាំងឡាយនៃប្រទេសកម្ពុជាក្នុងន័យនេះបានសេចក្តីថាធនាគារជាតិនៃកម្ពុជាឈរជាមួយនឹងរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍ដោះស្រាយអំពីបញ្ហា scammer នេះខ្ញុំរិះគន់ណានោះថាអត់ឃើញអត់ឃើញខ្ញុំអត់ជឿឥឡូវខ្ញុំឃើញហើយខ្ញុំឈប់រិះគន់ខ្ញុំត្រូវទុកឱកាស
ឲ្យធនាគារជាតិនៃកម្ពុជានិងទីស្តីការរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍ធ្វើកិច្ចការណាធ្វើកិច្ចការហ្នឹងគឺឆ្លើយប៉ុណ្ណឹងណាឆ្លើយប៉ុណ្ណឹងណាកូនណាលោកតាជួយប្រាប់ប្រភពទាញយកសិភៅបច្ចេកទេសកសិកម្មថៃនិងវៀតណាមដំបូងដើម្បីទាញយកសិភៅកសិកម្មថៃឬវៀតណាមយើងត្រូវចេះយួននិងចេះសៀមណាកូនណាបើយើងចេះយួននិងចេះសៀមចៅរកឃើញភ្លាមណាចៅវាយរកសិភៅដែលជា PDF ជាភាសាថៃនិងជាភាសាយួនมันខ្វះតែចៅសម្បូរណាហើយសិភៅរបស់ក្រសួងកសិកម្មក៏មានច្រើនដែរនឹងចម្លើយបងសិដ្ឋាសួស្តីលោកតាថៃអាចវាយម្ដងទៀតទេអាចកូនពីព្រោះចេះតែបង្កហេតុតែនៅពេលដែលយើងតាមដានថៃក្នុងការបង្កហេតុយើងឃើញសញ្ញាខ្លះដូចជាថ្ងៃនេះមិនដឹងថាវាពិតឬមិនពិតទេសារព័ត៌មានថៃបានផ្សាយថាអនុទិនចានវិរៈគុណនឹងឆ្លៀតជួបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនៅឯសហព័ន្ធរុស្ស៊ីក្នុងកិច្ចប្រជុំអាស៊ានរ៉ាសៀនៅកាសាននៃសហព័ន្ធរុស្ស៊ីឬសូថាអនុទិនចានវិរៈគុណនិងហ៊ុនម៉ាណែតអាចជួបគ្នានៅក្រៅឆាកតែទោះបីយ៉ាងណាក៏រដ្ឋាភិបាលកម្ពុជាដឹងថាជំនួបអស់នេះមិនចាញ់ផលទេពីព្រោះអ្វីពីព្រោះនៅពេលដែលគេផ្សាយជំនួបអស់នេះអ្នកនាំពាក្យនៃទីស្តីការរដ្ឋមន្ត្រីថៃបានធានាអះអាងមហាជនថៃថានាយករដ្ឋមន្ត្រីអនុទិនចានវិរៈគុណនឹងធានាមិនធ្វើអ្វីឲ្យប៉ះពាល់ដល់អធិបតេយ្យភាពបូរណភាពទឹកដីនិងផលប្រយោជន៍ជាតិថៃឡើយការដែលរដ្ឋាភិបាលថៃនៅនិយាយពាក្យនេះបានសេចក្តីថាចំណុចរសើបក្នុងមហាជនថៃអ្នកនយោបាយថៃនៅស្រាវខ្លួនក្នុងចំណុចរសើបនឹងបើរដ្ឋាភិបាលថៃអ្នកនយោបាយថៃនៅស្រាវខ្លួនក្នុងចំណុចហ្នឹងបានសេចក្តីថារាល់ជំនួបរវាងមន្ត្រីរាជការថៃនិងមន្ត្រីរាជការខ្មែរមិនបានផលនៅឡើយទេក៏ប៉ុន្តែ diplomatic activities which happen from time to time that the Cambodian and Thai officials meet somewhere on the sideline of any international gathering are considered beneficial for diplomacy ការជួបគ្នាក្រៅឆាកក្បែរឆាកនៃមន្ត្រីខ្មែរនិងមន្ត្រីសៀមនៅក្នុងកិច្ចប្រជុំណាមួយជាអន្តរជាតិចាត់ទុកថាវាជាដំណើរការទូតដែលភាគីខ្មែរនិងភាគីថៃត្រូវរួមពុតពេលគ្នាទៅវិញទៅមក the Cambodian official and Thai official need to dance around while they are attending gathering meeting or conference overseas ចំណុចនេះបង្ហាញថា
មេដឹកនាំថៃនិងមេដឹកនាំខ្មែរអាចនៅនិយាយគ្នា diplomacy it's not what we want but what we must follow មិនមែនជារឿងដែលយើងចង់បានទេតែយើងតាមដានអានឹងអញ្ចឹងដរាបណាមានសកម្មភាពការទូតដូចជាការជួបគ្នាប្រាក់សខុនជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសសីហស័កនៅទីក្រុងញូវយ៉កការជួបជាមួយហ៊ុនម៉ាណែតនិងអនុទិនចានវិរៈគុណនៅវៀតណាមការជួបរវាងអនុទិនចានវិរៈគុណនិងហ៊ុនម៉ាណែតនៅកាសានសហព័ន្ធរុស្ស៊ីគឺចាត់ទុកថាជា ongoing diplomacy ដែលចំណុចនេះវាជាចំណុចអញ្ចឹងហើយព័ត៌មានខ្សឹបខ្សៀវដែលខ្ញុំបានទទួលថាសមាជិកភាពចៅហ្វាយអាម៉ាត់ហាក់ដូចជាមានការបញ្ចេញនៅទំនាក់ទំនងសញ្ញាមកកាន់លោកហ៊ុនសែនណាបានសេចក្តីថាមនុស្សដែលចំណិតចិត្តស្និទ្ធជាមួយនឹងឧត្តមសេនីយ៍សារយុទ្ធចលននដែលជាប្រធានក្រុមប្រឹក្សាព្រះចៅមានសញ្ញាទំនាក់ទំនងមកកាន់សម្ដេចតេជោហ៊ុនសែននឹងជាសញ្ញាមួយដែលត្រូវតាមដានដែលតាមខ្ញុំទទួលបានព័ត៌មានលហលហៀងព័ត៌មានមួយទៀតអតីតនាយករដ្ឋមន្ត្រីនិងជាសមាជិកក្រុមប្រឹក្សាព្រះចៅឧត្តមសេនីយ៍ប្រាយុទ្ធច័ន្ទអូចានៅមានភ្លើងបៃតងខ្លះជាមួយនឹងលោកហ៊ុនសែននឹងចំណុចទី2ដែលសង្កេតឃើញថាវាជា ongoing signal រវាងប្រទេសទាំងពីរបន្ទាប់មកទៀតក្រោយពីថាក់សិនសន្និបាតបានត្រូវរួចទោសជាសថាពរមកគាត់អត់ទាន់មានសកម្មភាពអីទេតែពួកភឿថៃពួកអាវក្រហមដែលជា supporter of the ភឿថៃថាក់សិនក៏នៅបន្តទំនាក់ទំនងសំរុំជាមួយនឹងលោកហ៊ុនសែនបង្ហាញឲ្យឃើញថាលោកហ៊ុនសែនក៏មិនមែនតានតឹងពេកទេអ្វីដែលលោកហ៊ុនសែនចាប់ក្បាលមីក្រូហ្វូននិយាយប្រហែលជានៅក្នុងចំណែកមួយដែលពង្រឹងសតិអារម្មណ៍នយោបាយរបស់ខ្មែរទេតែទំនាក់ទំនងគឺមានតែមានពណ៌ជាបៃតងវាអត់ក្រហមទេអត់ក្រហមទេអញ្ចឹងទាំងនេះជាសញ្ញាដែលអាចសន្និដ្ឋានបាននៅពេលបច្ចុប្បន្នថាអាចនឹងចូលរួមជួយកុំឲ្យមានការផ្ទុះអាវុធជាលើកទី3ចំណែកខ្ញុំវិញជាអ្នករិះគន់រដ្ឋាភិបាលនិងលោកហ៊ុនសែនដែលមិនសំចៃមាត់តែត្រូវយកពេលស្ដាប់នៅព័ត៌មានអស់ហ្នឹងហើយនឹងសុំអង្វរលោកហ៊ុនសែនលោកហ៊ុនម៉ាណែតឲ្យដំណើរការទូតតទៅទៀតដោយជៀសវាងឲ្យបានជាស្ថាពរដោយអ្នកនាំពាក្យរដ្ឋាភិបាលនិយាយរាល់ថ្ងៃហ្នឹងគឺបន្តប្រកាន់ភ្ជាប់លើបទឈប់បាញ់និង
ដំណោះស្រាយតាមវិធីការទូតនិងច្បាប់អន្តរជាតិទោះបីយ៉ាងណាខ្ញុំឃើញថាចំណុចនេះវាផ្ដល់លទ្ធភាពវិជ្ជមានដល់បច្ចុប្បន្នភាពកម្ពុជាក្នុងបរិបទដែលកំពុងឆ្លងកាត់នៅក្នុងភាពតានតឹងនិងកម្ដៅនៃសកលលោកនៅក្នុងគណៈពេលដែលអង្គការអន្តរជាតិកំពុងធ្លាក់ចុះខ្សោយសភាពការពិភពលោកកំពុងតែឡើងកម្ដៅកម្ពុជាក៏ដូចថៃមិនគួរណាច្បាំងនេះទេមិនគួរណាច្បាំងនេះទេមិនគួរណាច្បាំងនេះអញ្ចឹងខ្ញុំដែលជាអ្នករិះគន់តែត្រូវតែអង្វរមេដឹកនាំថាសូមឲ្យលោកដើរតាមផ្លូវការទូតផ្លូវច្បាប់អន្តរជាតិនិងសូមឲ្យលោកបន្តការកសាងឯកភាពជាតិសូមឲ្យលោកមេត្តាយកចិត្តទុកដាក់ដល់ជីវភាពរបស់គ្រួសារកងទ័ពពលីគ្រួសារនិងកងទ័ពដែលរងរបួសពិការហើយនឹងយកចិត្តទុកដាក់ដល់បណ្ដាជនភៀសខ្លួនទាំងឡាយដែលបានទទួលជំរកនៅភូមិរងចាំផ្ទះ3000ទន្ទឹមគ្នាហ្នឹងក៏បញ្ឈប់ការរិះគន់រដ្ឋាភិបាលរឿង scammer តែមានបញ្ហាខ្លះដែលត្រូវជូនដំណឹងទៅកាន់មេដឹកនាំរាជការតាមសមត្ថភាពដែលអាចធ្វើបាននៅកង្វល់ដែលកំពុងកើតឡើងពេលដែលសមត្ថកិច្ចចុះទៅតាមទីនានានៃអាជីវកម្មដែលមន្ត្រីយកមូលហេតុបង្ក្រាប scam និងមន្ត្រីយកមូលហេតុបង្ក្រាបរបស់ដែលហៅថាទំនិញថៃខុសច្បាប់ទៅកកោកកាយធ្វើទុកបុកម្នេញដល់អាជីវករដែលគ្នាកំពុងតែត្រដាបត្រដួសក្នុងការធ្វើអាជីវកម្មមានតាំងពីក្រុមហ៊ុនដឹកជញ្ជូន delivery services មានតាំងពី temporary stock holder មិនជាទំនិញរបស់គាត់ទេតែគាត់ត្រូវ hold ឲ្យclient គាត់ in order to pass along to different distribution route ទាំងអស់នឹងកំពុងតែស្រក់ទឹកភ្នែកតែរឿងនេះខ្ញុំអត់រិះគន់ទេព្រោះខ្ញុំរិះគន់ច្រើនពេកហើយអញ្ចឹងកាលណាខ្ញុំរិះគន់ច្រើនពេកហើយខ្ញុំត្រូវស្រង់ដើមវិញខ្ញុំត្រូវវម្ដងពីព្រោះខ្ញុំមិនមែនជាអ្នកដុតផ្ទះចោលទេខ្ញុំគឺជាអ្នកនិយាយអំពីបញ្ហាផ្ទះវាខូចហើយឲ្យតែឃើញមានសកម្មភាពជួសជុលខ្ញុំច្បាស់ជានឹងត្រូវយកចិត្តទុកដាក់រឿងហ្នឹងសិនគោលដៅរបស់ខ្ញុំគឺចង់ឲ្យខ្មែរយើងមានឱកាសកសាងជីវភាពវាមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តទេប៉ុន្តែជាជាងបាញ់គ្នារត់ជាជាងមានបញ្ហាហើយនៅដរាបណាព្រំដែន